សូមជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel YouTube និទានកំសាន្តសូមជូនរឿងបារមីជំនាងផ្ទះនិងមុនអាគមខ្មៅកាលពីយូរលង់ណាស់មកហើយនៅក្នុងភូមិមួយនាជើងភ្នំដ៏សែនឆ្ងាយមានប្តីប្រពន្ធពីរនាក់ប្តីឈ្មោះចនជាមនុស្សស្លូតបូតនិងស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងមានចិត្តមេត្តាករុណាចំណែកប្រពន្ធឈ្មោះម្លីជាស្ត្រីគ្រប់លក្ខចេះទុកដាក់និងស្រឡាញ់ប្តីស្មើជីវិតអ្នកទាំងពីររស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោមមួយដែលបាំងស្លឹកធ្លុះមុខធ្លុះក្រោយពេលភ្លៀងធ្លាក់ម្ដងត្រូវរត់ជ្រកគៀនជញ្ជាំងទាំងភ័យញ័ររន្ធត់ប៉ុន្តែដោយសារការតស៊ូធ្វើស្រែចម្ការដើរបេះបន្លែនិងលក់ផ្លែឈើឥតទំនេរដៃក្នុងរយៈពេលជិត10ឆ្នាំពួកគាត់សន្សំបានប្រាក់កាសមួយចំនួនសមល្មមដែលនឹងសាងសង់ផ្ទះឈើ3ខ្នងដ៏រឹងមាំមួយនៅព្រឹកព្រលឹមស្រាងមុននឹងចេញទៅកាប់ឈើក្នុងព្រៃជ្រៅចននិងម្លីបានរៀបចំផ្លែឈើទឹកអប់និងផ្កាម្លិះដើម្បីធ្វើពិធីសុំខមាទោសនិងបន់ស្រន់ដល់ម្ចាស់ទឹកម្ចាស់ដីនិងអារក្សអ្នកតាថែរក្សាព្រៃបពិតទេវតានិងអ្នកតារក្សាព្រៃប្រឹក្សាខ្ញុំបាទនឹងប្រពន្ធគ្មានបំណងបំផ្លាញព្រៃឈើឡើយប៉ុន្តែដោយសារពួកខ្ញុំក្រខ្សត់ចង់បានឈើបន្តិចបន្តួចទៅធ្វើផ្ទះសូមអនុញ្ញាតនិងមេត្តាអភ័យទោសឲ្យពួកខ្ញុំផងបន្ទាប់ពីសែនព្រេនរួចចនបានដើរចូលទៅដល់ព្រៃជ្រៅរហូតជួបដើមឈើហុងស៊ុយដ៏ធំមួយដើមមានរាងខ្ពស់ស្រឡះស្លឹកបៃតងស្រស់ស្អាតហើយមានក្លិនក្រអូបប្រហើរចម្លែកអ្វីដែលអស្ចារ្យនោះគឺនៅពេលចនលើកពូថៅកាប់ប៉ះដើមឈើនោះស្រាប់តែមានពន្លឺពណ៌មាសភ្លិតភ្លេចចេញមកបន្តិចរួចបាត់ទៅវិញដើមឈើនោះគឺជាដើមឈើទេវតាស្នាក់នៅឬរុក្ខទេវតាដែលបានធ្វើសមាធិនិងបួសបារមីនៅទីនោះជាច្រើនរយឆ្នាំមកហើយដោយសារឃើញប្តីប្រពន្ធទាំងពីរជាមនុស្សមានធម៌មានចិត្តបរិសុទ្ធនិងបានធ្វើពិធីសុំការអនុញ្ញាតយ៉ាងត្រឹមត្រូវរុក្ខទេវតាក៏មិនបានខឹងសម្បារឡើយថែមទាំងរីករាយនឹងលះបង់ជម្រកឈើនោះដើម្បីទៅជួយជ្រោមជ្រែងមនុស្សល្អទៀតផងបន្ទាប់ពីដឹកជញ្ជូនឈើនោះមកដល់ភូមិចននិងម្លីបានជួលជាងឈើក្នុងភូមិមកជ្រៀកនិងធ្វើជាសសរទ្រូងផ្ទះឈើដែលជាជម្រករបស់ទេវតាត្រូវបានយកទៅធ្វើជាសសរជប់សសរមេនៃផ្ទះនៅថ្ងៃឡើងផ្ទះថ្មីប្តីប្រពន្ធទាំងពីរបានរៀបចំពិធីក្រុងភេលីនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិរិទ្ធិនិងសែនព្រេនរំលឹកគុណដល់ឈើនោះយ៉ាងអធិកអធមដោយសារតែកុសលផលបុណ្យនិងការគោរពដឹងគុណនេះហើយរុក្ខទេវតាក៏បានផ្លាស់ប្ដូរស្ថានភាពពីទេវតារក្សាដើមឈើមកជាបារមីជំនាងផ្ទះថែរក្សាគ្រួសារចននិងម្លិះចាប់តាំងពីពេលនោះរៀងមកចាប់តាំងពីមានជំនាងផ្ទះគង់នៅផ្ទះរបស់ចននិងម្លិះតែងតែមានក្លិនក្រអូបផ្កាម្លិះនៅពេលយប់ថ្ងៃសល់អ្វីដែលប្លែកនោះគឺឲ្យតែមានគ្រោះថ្នាក់ឬបញ្ហាអ្វីមួយរៀបនឹងកើតឡើងតែងតែមានហេតុការណ៍ចម្លែកមកប្រាប់ពួកគាត់ឲ្យដឹងខ្លួនមុនជានិច្ចមានយប់មួយមានផ្កាភ្លើងពីរចង្ក្រានបាយរៀបនឹងឆេះរៀលដាលដល់ជញ្ជាំងស្រាប់តែចនសុបិនឃើញបុរសម្នាក់ស្លៀកពាក់បុរាណមកទាញដៃហើយស្រែកថាកូនអើយញាក់ឡើងភ្លើងឆេះផ្ទះហើយចនភ្ញាក់ឡើងរត់
ទៅពន្លត់ភ្លើងតាន់ពេលវេលាមានថ្ងៃមួយមានពស់វែកក្របីដ៏ធំមួយក្បាលវាចូលក្រោមគ្រែនៅពេលចនរៀបនឹងឈានជើងចុះស្រាប់តែមានសំឡេងខ្សឹបចិត្តត្រចៀក ប្រយ័ត្នជើងផងកូន ធ្វើឲ្យចនថយជើងវិញហើយមើលឃើញពស់នោះទាន់អ្នកភូមិទាំងមូលតែងតែឆ្ងល់និងកោតសរសើរថាគ្រួសារចននិងម្លីធ្វើអ្វីក៏កើតទ្រព្យរស់នៅក៏មានសេចក្តីសុខហាក់ដូចជាមានទេវតាតាមថែរក្សាគ្រប់ជំហានទន្ទឹមនឹងសេចក្តីសុខនេះដែរនៅមិនយូរប៉ុន្មានមានគ្រួសារមួយទៀតដឹកនាំដោយពុកស៊ីននិងប្រពន្ធឈ្មោះម៉ែផ្លុកពួកសម្បូរទ្រព្យធនដោយសារការចងការប្រាក់និងជិះជាន់អ្នកភូមិប៉ុន្តែជាមនុស្សមានចិត្តឫស្យានិងច្រណែនឈ្នានីសជាពន់ពេកនៅពេលឃើញចននិងម្លីដែលធ្លាប់តែជាអ្នកក្រខ្សត់ត្រឡប់ជាមានផ្ទះឈើស្អាតបាតមានស្រែចម្ការកើនឡើងនិងមានអ្នកភូមិគោរពស្រឡាញ់ពុកស៊ីននិងម៉ែផ្លុកក៏កើតចិត្តក្តៅក្រហាយដូចមេឃឆេះ ចននិងនាងមលីពួកវាកាលពីមុនក្រដូចកណ្ដុរចុះហេតុអ្វីឥឡូវវាមានមុខមាត់ជាងអញមិនព្រមឲ្យពួកវារស់នៅមានសេចក្តីសុខជាងអញឡើយ ពុកស៊ីននិយាយទាំងក្រវត្តចានឆ្នាំងពុកស៊ីននិងម៉ែផ្លុកបានព្យាយាមធ្វើបាបប្តីប្រពន្ធទាំងពីរជាច្រើនលើកលួចដុតចម្រុកស្រូវប៉ុន្តែពេលអ្នកបម្រើរបស់ពុកស៊ីនកាន់ចង្គៀងទៅចិត្តចម្រុកសុកក៏ឃើញមនុស្សប្រុសខ្ពស់ស្រឡះភ្នែកភ្លឺដូចកងចាក់ឈរពាំងមុខធ្វើឲ្យពួកវាតក់ស្លុតរត់បោះចោលចង្គៀងបន្ទាប់មកពួកវាបានយកថ្នាំបំពុលទៅបោះឲ្យគោរបស់ចនស៊ីប៉ុន្តែស្រាប់តែមានវងឃ្មុំរាប់ពាន់ក្បាលហោះមកតិចអ្នកបម្រើនោះរហូតរត់ចូលប្រឡាយទឹកទាំងវេទនាដោយឃើញថាពិធីធម្មតាមិនអាចធ្វើអ្វីគ្រួសារចនបានពុកស៊ីននិងម៉ែផ្លុកក៏សម្រេចចិត្តដើរផ្លូវងងឹតគឺការប្រើអំពើអាបខ្មុំនៅយប់ខ្នាតងងឹតសូនឈឹងពុកស៊ីននិងម៉ែផ្លុកបានជិះរទេះសេះចូលទៅក្នុងព្រៃខ្មោចតៃហោងដែលជាកន្លែងអាចកំបាំងនិងគួរឲ្យខ្លាចបំផុតទីនោះជាជំរករបស់គ្រូខ្មុំគ្រូអាគមខ្មៅឈ្មោះអាម៉ាតគ្រូអាម៉ាតជាមនុស្សរាងស្គមស្គាំងភ្នែកខ្វាក់ម្ខាងស្បែកខ្មៅកក្រើតនិងចូលចិត្តស៊ីសាច់ឆៅពុកស៊ីនបានយកមាសប្រាក់មួយថង់ធំទៅបោះនៅចំពោះមុខគ្រូម៉ាតលោកគ្រូម៉ាក់ខ្ញុំចង់ឲ្យលោកគ្រូប្រើអំពើអាបខ្មុំបញ្ជាខ្មោចតៃហោងនិងបិសាចព្រៃទៅជាយីបំពេញនិងសម្លាប់អាចននិងនាងម្លីឲ្យស្លាប់ទាំងគ្រួសារធ្វើឲ្យផ្ទះវាคล้ายជាភ្នំភ្លើងក្តៅក្រហាយរស់មិនបានសុខគ្រូម៉ាតសើចឮសូរក្រហមគួរឲ្យខ្លាចឬប៉ុណ្ណឹងងាយដូចបកចេកមាសប្រាក់ទាំងនេះនឹងទិញជីវិតពួកវាចាំមើលយប់នេះកងទ័ពប្រលឹងរបស់អញនឹងទៅហែកសាច់ពួកវាស៊ីនៅកណ្ដាលអាត្រៀតគ្រូម៉ាតបានធ្វើពិធីសែនព្រេនដុតទៀនក្រមួនឃ្មុំមុនលលាក្បាលមនុស្សសូត្រគាថាភាសាបិសាចរួចដោះលែងប្រលឹងខ្មោចតៃហោងអាបខ្មុំនិងបិសាចស្រមោលងងឹតរាប់សិបឲ្យហោះតម្រង់ទៅរកផ្ទះរបស់ចននិងម្លីសំលេងខ្យល់បោកខ្លាំងដើមឈើជុំវិញផ្ទះចនបាក់រលំសំលេងឆ្កែលូនៃខ្មោចព្រាយបិសាចបានបន្លឺឡើងពេញអាកាសគួរឲ្យរន្ធត់ចិត្តជាពន់ពេកកងទ័ពខ្មោចបិសាចបានស្ទុះចូលទៅជិតដំបូលផ្ទះរបស់ចននិងម្លីដើម្បីបំផ្លាញរំលោភយកប្រលឹងនិងដុតកំទេចផ្ទះនោះប៉ុន្តែនៅពេលពួកវាមកដល់ចម្ងាយ5ហត្ថពីរបងផ្ទះពន្លឺពណ៌មាសភ្លឺចែងចាំងចេញពីសសរជប់នៃផ្ទះបានបាញ់ចេញជាកំផែងការពារដ៏រឹងមាំផ្ទះទាំងមូល
បារមីជំនាងផ្ទះបានបង្ហាញរូបរាងជាទេវតាដ៏មានរស្មី រាងកាយធំស្កឹមស្កៃកាន់ដំបងពេជ្រឈរការពារនៅលើដំបូលផ្ទះ ពួកអសុរកាយងងឹតឆាប់ថយចេញទៅទីនេះជាសក្ការៈនៃមនុស្សមានសិលពួកឯងជាព្រលឹងអាក្រក់មិនអាចមកបំពេញបានឡើយ សំឡេងជំនាងផ្ទះលាន់ឮដូចថ្គរលាន់ខ្មោចបិសាចទាំងឡាយបានស្ទុះបុកកំផែងការពារប៉ុន្តែត្រូវអណ្ដាតភ្លើងសក្ការៈបាញ់តបមកវិញបណ្ដាលឲ្យកងទ័ពបិសាចស្រែកយំដោយការឈឺចាប់ អូយក្តៅណាស់អូយក្តៅណាស់អូយ សាច់ផ្សែងខ្មៅហុយត្រឡោមពួកវាមិនអាចឈានជើងចូលក្នុងផ្ទះបានសូម្បីតែមួយចំអាមនៅពេលដែលឃើញកងទ័ពបិសាចរបស់ខ្លួនមិនអាចវាយប្រហារបានគ្រូអាម៉ានដែលកំពុងអង្គុយភ្នែកភ្នែកសូត្រមន្តក៏កើតចិត្តខឹងជាខ្លាំងវាក៏ស្រែកគំរាមរួចប្រមូលផ្ដុំកម្លាំងអាគមខ្មៅទាំងអស់សម្ដៅទៅបុកទម្លុះផ្ទះនោះបន្ថែមទៀតដោយឃើញគ្រូអាម៉ាតនៅតែបន្តរំលោភបំពាននិងមានចិត្តសាហាវព្រៃផ្សៃជំនាងផ្ទះក៏បានប្រើបារមីធម៌ផ្ញើសារសំឡេងតាមរយៈខ្យល់ទៅដាស់ចននិងម្លិះដែលកំពុងតែដេកលក់ ចនម្លីកូនទាំងពីរភ្ញាក់ឡើងពេលនេះមានអំពើអាក្រក់មកយាយីផ្ទះយើងហើយតែកូនទាំងពីរប្រញាប់អុជធូប8សរសៃថ្វាយទឹកបរិសុទ្ធនិងសូត្រធម៌នមោតស្សៈនិងអិតិពិសោដើម្បីបង្កើតកម្លាំងបុណ្យកុសលឲ្យពន្លឺកែវការពារផ្ទះយើង ចននិងម្លិះភ្ញាក់ឡើងទាំងផិតភ័យប៉ុន្តែដោយសារនៅមានសតិពួកគាត់បានប្រញាប់លុតជង្គង់នៅមុខសសរជប់អុជធូបនិងសូត្រធម៌ដោយចិត្តស្ងប់និងបរិសុទ្ធបំផុតរាល់ពាក្យធម៌ដែលប្តីប្រពន្ធទាំងពីរបានចម្រើនបានប្រែជាពណ៌សស្អាតហោះទៅបំពេញធម្មពលឲ្យបារមីជំនាងផ្ទះបានលើកដំបងពេជ្ររួចបាញ់ពន្លឺអាទិត្យសក្ការៈសំដៅទៅទិសដៅដែលគ្រូម៉ាតកំពុងធ្វើពិធីពន្លឺបារមីបានបាញ់បកត្រឡប់ទៅប៉ះចង្ក្រានពិធីរបស់គ្រូម៉ាតនៅក្នុងព្រៃចង្ក្រានពិធីបានផ្ទុះបែកជាបំណែកអំពើអាបខ្មៅទាំងប៉ុន្មានដែលគ្រូម៉ាតបានបញ្ជូនទៅក៏ផ្លាស់ត្រឡប់មកវិញបុកចំទ្រូងគ្រូម៉ាតយ៉ាងពេញទំហឹងគ្រូម៉ាតធ្លាក់ឈាមតាមមាត់ក្អួតឈាមខ្មៅនិងស្រែករនាលកាយដោយការឈឺចាប់រហូតដាច់ខ្យល់ស្លាប់យ៉ាងវេទនានៅលើជាន់ពិធីនោះទៅនៅព្រឹកបន្ទាប់ក្រោយពេលអំពើអាបខ្មៅត្រូវបានកំទេចពុកស៊ីននិងម៉ែផ្លុកបានរងចាំស្ដាប់ព័ត៌មានពីផ្ទះចនដោយសង្ឃឹមថានឹងឃើញប្តីប្រពន្ធទាំងពីរផ្លាស់ប្ដូរជាឆ្កួតឬស្លាប់បាត់បង់ជីវិតប៉ុន្តែអ្វីដែលពុកស៊ីននិងម៉ែផ្លុកគិតគឺខុសស្រឡះចននិងម្លិះកំពុងឈរស្រោចទឹកមុខមាត់ស្រស់ថ្លានិងមានសេចក្តីសុខជាងសពដងខណៈពេលដែលពុកស៊ីននិងម៉ែផ្លុកកំពុងភ្ញាក់ផ្អើលនិងខឹងសម្បាស្រាប់តែផលកម្មដែលពុកស៊ីននិងម៉ែផ្លុកជួលគ្រូអាម៉ាតក៏បានផ្លាស់មកលើគ្រួសារគាត់វិញប្រលឹងខ្មោចតៃហោងដែលគ្មានម្ចាស់គ្រប់គ្រងដោយសារគ្រូម៉ាតស្លាប់បានរត់ចូលទៅក្នុងផ្ទះរបស់ពុកស៊ីននិងម៉ែផ្លុកវិញជំរុកស្រូវនឹងផ្ទះដ៏ធំរបស់ពុកស៊ីនស្រាប់តែឆេះសន្ធោសន្ធៅដោយគ្មានមូលហេតុពុកស៊ីននិងម៉ែផ្លុកคล้ายជាមនុស្សភ័យមើលឃើញតែរូបរាងខ្មោចបិសាចតាមលងបន្លាចជារៀងរាល់យប់រហូតដល់ឆ្កួតលីលារត់អាក្រាតកាយចូលទៅក្នុងព្រៃបាត់បង់ទ្រព្យសម្បត្តិទាំងអស់គ្មានសល់ឯប្តីប្រពន្ធចននិងម្លិះដោយសារតែការរស់នៅដោយមានសិលធម៌មិនកេងប្រវ័ញ្ចអ្នកដតីនិងស្គាល់គុណដឹងគុណចំពោះធម្មជាតិពួកគាត់បានរស់នៅយ៉ាងមានសេចក្តីសុខក្សេនខ្សាន្តតរៀងមកពួកគាត់បានបង្កើតកូនចៅជាច្រើនហ
ហើយបានទូមានកូនចៅជំនាន់ក្រោយឲ្យស្គាល់ពីរបៀបគោរពជំនាងផ្ទះនិងការសាងអំពើល្អជំនាងផ្ទះឬទេវតានឹងតាមថែរក្សាការពារតែមនុស្សណាដែលមានចិត្តបរិសុទ្ធស្មោះត្រង់និងស្គាល់គុណមាតាបិតាធម្មជាតិនិងវត្ថុសក្ការៈប៉ុណ្ណោះការចងកម្មចងពៀមិនលែងការច្រណែនឈ្នានីសការប្រកបអំពើអាក្រក់ដូចជាពុកស៊ីននិងម៉ែផ្លុកតែងតែទទួលបានផលកម្មតបស្នងវិញយ៉ាងទាន់ហន់អំពើល្អជាកោះការពារអំពើអាបខ្មុបឬបិសាចងងឹតមិនអាចធ្វើបាបមនុស្សដែលមានពន្លឺនៃធម៌និងសិលធម៌នៅក្នុងខ្លួនបានឡើយលោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿមានចំណងជើងរឿងបារមីជំនាងផ្ទះនិងមុនអាគមខ្មៅសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេ Channel YouTube ស្រេងកំសាន្តដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចនិងរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា